យើងមកមើលលំហាត់នេះបង្ហាញពីសមត្ថកម្មចូលបង្ហាញពីសមត្ថកម្មនិងសន្និដ្ឋានchứមិនមានអាសមត្ថកម្មអាអ្នកនាំហេតុទេណានាំឲ្យអីហ្នឹងអាលទ្ធផលគឺសន្និដ្ឋានយើងរំលឹកពីពាក្យដែលយើងត្រូវចេះយើងត្រូវបំលែងអត្តន័យនៃពាក្យគណិតវិទ្យានៅក្នុងចំណុចនៃមេរៀនយើងនីមួយៗជាពាក្យដែលយើងតំណាក់តំណងនេះទូទៅឲ្យចេញជាពាក្យដែលយើងអាចយល់បានណាបន្ទាប់មកយើងសរសេរសំណើនេះអ្វីជាសំណើអ្នកនរគ្នានឹកឃើញទេគឺជាអំណះអំណាងដែលយើងអាចសន្និដ្ឋានបានថាវាពិតឬក៏មិនពិតអាហ្នឹងគឺសំណើដោយប្រើសញ្ញានាំឲ្យជាងរបស់មួយជាសមត្ថកម្មនាំឲ្យវាចេញសេចក្តីសន្និដ្ឋានអញ្ចឹងបើសិនជា x ស្មើ2នោះបាទ x បូក3កតា x ដក2ស្មើ0តើពិតទេយើងដាក់មើល x ស្មើ2ចូលអញ្ចឹងតែត្រង់នេះពេល x ស្មើ2ពេល x ស្មើ2ចូលយើងដាក់ចំនួនចូលហើយនេះគឺយើងសង្កេតឃើញថាអាមួយដុំនេះអាមួយសំណុំនេះបាទអាមួយសំណុំនេះខ្ញុំដូរពណ៌ទេណាខ្ញុំលុបអានេះចោលសិនដើម្បីកុំឲ្យអ្នកនរឃើញចាឥឡូវខ្ញុំលុបអានេះបាទdeleteវាចោលចឹងអ្នកនរគ្នាមើលប្រសិនបើខ្ញុំដាក់ x ស្មើ2ចូលនៅក្នុងកន្លែងនេះចឹង2ដក2វាចេញ0បើសិនជាអាកន្សោមនឹង0យកទៅគុណជាមួយនឹង x បូក3ក៏វាចេញ0ដែរអញ្ចឹងបើ x ស្មើ2នាំឲ្យកន្សោមនេះស្មើ0ចឹងសមិទ្ធកម្មគឺ x ស្មើ2បើ x ស្មើ2ការសន្និដ្ឋានរបស់យើងគឺ x បូក3កតាជាមួយនឹង x ដក2វាស្មើ0អីសន្និដ្ឋានរបស់យើងដូច្នេះយើងអាចនិយាយបានថា x ស្មើ2នាំឲ្យវាចេញ x បូក3កតា x ដក2ស្មើ0អូខេអត់ទៅបែរទេតែមិនឲ្យយើងអាចបំលែងទៅជាភាសានិយាយយល់គ្នាបានអញ្ចឹងបានសភៅរបស់យើងនេះគឺយើងអត់ប្រាប់ចម្លើយអ្នកនរគ្នាទាំងដុលទេឲ្យយើងគិតឲ្យយើងវិភាសាគ្នាឲ្យយើងវិភាគបើថាអត់ចេះចាំទៅរកដំណោះស្រាយនៅក្នុងសភៅហ្នឹងក៏មានដែរបាទរកដំណោះស្រាយឬក៏យើងអាចពិភាក្សាជាមួយគ្រូនៅក្នុងgroup Telegram របស់យើងបានតែឥឡូវយើងមកមើលលេខ2សមិទ្ធកម្ម សន្និដ្ឋាន F បើ A ស្មើ B យើងមើលមើលលំហាត់ទី2របស់យើងណាបើ A ស្មើ B នោះ A គុណនឹង C ស្មើ B គុណនឹង C បាទអញ្ចឹងអ្វីដែលជាសមិទ្ធកម្មគេឲ្យយើង A ស្មើ B ឥឡូវយើងដាក់មើលបើសិនមក A ស្មើ B ជាង A គុណ C ស្មើ B គុណ C អត់ពិតបាទពិតយើងគ្រាន់តែគុណ C តែជាតម្លៃថេមួយគុណអង្គសងខាងទៅវានាំមកពិតទៅបាទអញ្ចឹងបើ A ស្មើ B យើងសេមើលបើ A ស្មើ B សន្និដ្ឋានបានថា A គុណនឹង C យើងគុណតម្លៃ C ជាមួយនឹងអង្គសងខាងក៏វាពិតដែរបាទក៏វាពិតដែរអញ្ចឹងហ្នឹងគឺការសន្និដ្ឋាននាំឲ្យវាចេញ A គុណ C ស្មើ B គុណ C អញ្ចឹងយើងអាចនិយាយបានថា A ស្មើ B នាំឲ្យយើងបាន AC ស្មើជាមួយនឹង BC អានេះតាមពិតទៅយើងធ្វើរាល់តែដងយើងគុណតម្លៃមួយអង្គសងខាងសមីការណាបាទតើឥឡូវយើងបន្តទៀតនៅត្រង់សមិទ្ធកម្មលេខ3នៅត្រង់លេខ3បើ x ធំជាង3នោះ x ការ៉េធំជាង9មែនទេបាទ x ធំជាង3ពេលយើងលើកវាជាការ៉េពេលយើងលើកវាជាការ៉េ x ធំជាង3ពេលយើងលើកវាជាការ៉េអង្គសងខាងណាអង្គសងខាងដោយសារ3វាជាតម្លៃវិជ្ជមានណាខ្ញុំលើកវាជាការ៉េអង្គសងខាងអូខេអញ្ចឹងបើ x ធំជាង3 x ការ៉េពិតជាធំជាង9ណាពិតជាធំជាង9ណាអ្នកនរគ្នាឲ្យតម្លៃលេខម៉ាក៏បានឲ្យតែធំជាង3ពេលលើកជាការ៉េគឺប្រកាសជាវាធំជាង9ណាមិនអញ្ចឹងអញ្ចឹង x ការ៉េធំជាង9អាហ្នឹងគឺការសន្និដ្ឋានរបស់យើងការសន្និដ្ឋានអត់ខុសទេបាទអញ្ចឹង x ធំជាង3សន្និដ្ឋានបានថាម៉េចសន្និដ្ឋានបានថា x ការ៉េធំជាង9អញ្ចឹងយើងអាចសរសេរសំណើរបស់យើងណា x ធំជាង3នាំឲ្យ x ការ៉េធំជាង9ណាយើងបានពាក្យសន្និដ្ឋានសមិទ្ធកម្មសញ្ញានាំឲ្យអីជាសំណើតោះឥឡូវយើងមកធ្វើលំហាត់បាទលំនាំលំហាត់គំរូលេខ3របស់យើងអ្នកនរគ្នាមើលទៅសមិទ្ធកម្មរបស់យើងគេសមិទ្ធកម្មយើងអានេះណាតើបើសមិទ្ធកម្មយើងអញ្ចឹង a គុណ b ធំជាង0ទេបាទធំជាង0អញ្ចឹងយើងសន្និដ្ឋានថាវា a គុណនឹង b ធំជាង0តាមពិតនៅពេលដែលលំហាត់គេដាក់មកអញ្ចឹងវាពិតអីណាគ្រាន់តែឲ្យយើងស្គាល់ថាអាណាជាសមិទ្ធកម្មអាណាជាការសន្និដ្ឋាន
ចឹងអានេះបើនេះគឺជាសមត្ថកម្មនោះអាហ្នឹងគឺជាការសន្និដ្ឋានជាសំណេរគណិតវិទ្យាជាការសរសេរបែបគណិតវិទ្យាយើងសរសេរនាំឲ្យឆ្នប់នាំឲ្យអញ្ចឹងបាទអញ្ចឹងអ្នកនរគ្នាហាត់ធ្វើអានេះ3ហ្នឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយរៀនលំហាត់ទី4បាទយើងធ្វើពីមួយដំណាក់ឡើងទៅមួយដំណាក់ឡើងកម្រិតរបស់យើងលំហាត់គំរូវាយោងអាខ្លឹមសារមេរៀនដែលយើងរៀនហើយនៅចំណុចខាងលើណានៅវីដេអូមុនណាបាទអញ្ចឹងយើងនឹងជួបនៅវីដេអូក្រោយជួបគ្នាជាមួយលំហាត់គំរូទី4បាទ